wow អ្នកទាំងអស់គ្នាវិញ្ញាសាសម្រាប់បែកភាពត្រៀមប្រកួតនៅក្នុងរដូវកាលទី4របស់កម្មវិធី Miss and Mr Majestic នេះគឺថាចេញមកហើយណាអ្នកទាំងអស់គ្នាសម្រាប់វិញ្ញាសាទី1នេះគឺជាការជួបជុំរបស់បែកភាពទាំងអស់ជុំគ្នាតែម្ដងទាំងប្រុសទាំងស្រីទាំង trend ហើយចំពោះវិញ្ញាសាទី2នេះគឺពិសេសខ្លាំងមែនទែនគឺជាវីដេអូណែនាំខ្លួនអ្វីដែលសំខាន់នេះគឺយើងភ្ជាប់ជាមួយនឹងតំបន់ទេសចរផងដែរនិយាយទៅយើងអាចរើសតំបន់ទេសចរណាក៏បានដែរដែលមានក្នុងប្រទេសកម្ពុជាសម្រាប់អ្នកទាំងអស់គ្នាដែលគាត់នៅខេត្តណាឬក៏នៅខេត្តណីអញ្ចឹងអ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយពីតំបន់ទេសចរដែលខេត្តយើងកំពុងរស់នៅក៏បានដែរអូយ MC ហ្មងណាសម្រាប់វិញ្ញាសាទី3គឺគេមានជាមួយនឹងការប្រកួតជាមួយនឹងឈុតហែតទឹកផងដែរអូឈុតនេះខ្ញុំចូលចិត្តខ្លាំងតែម្ដងហើយសម្រាប់វិញ្ញាសាទី4គឺជាវគ្គមួយដែលសំខាន់នៅក្នុងវិស័យផាចិនគឺជាវគ្គសម្ភាសជាមួយនឹងបេក្ខភាពផ្ទាល់ដែលគេហៅថា close door interview នឹងតែម្ដងអ្នកទាំងអស់គ្នាវ៉ាវគឺសុទ្ធតែវគ្គពិសេសតែម្ដងហើយចំពោះវគ្គចុងក្រោយរបស់គេនេះគឺកាន់តែសំខាន់ទៀតហើយអ្នកទាំងអស់គ្នាគឺជាការតស៊ូមតិរបស់បេក្ខភាពទាំងអស់តែម្ដងអញ្ចឹងវិញ្ញាសារបស់កម្មវិធីគឺគេបានរៀបចំផុសរួចរាល់ហើយចឹងអ្នកដែលគាត់មានចំណាប់អារម្មណ៍ឃើញថាខ្លួនឯងប្រកែកន្លែងណាពិសេសកន្លែងណាមកដាក់ពាក្យទាំងអស់គ្នាមកអ្នកទាំងអស់គ្នាគឺថាពិសេសខ្លាំងមែនទែនតែម្ដងឆ្នាំហ្នឹងណាហើយសម្រាប់ម្ចាស់ជ័យលាភីទាំងអស់គឺមានឱកាសតំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរចង់ដឹងថាតើឆ្នាំហ្នឹងបេក្ខភាពមួយណាដែលតំណាងប្រទេសកម្ពុជាប្រកួតនៅក្នុងស្រុកហើយបេក្ខភាពមួយណាដែលតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបន្តទៀតគេថាអូខ្ញុំចាំអត់មើលមែនទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលគាត់អត់ទាន់ដាក់ពាក្យតោះស្រោតឡើងបងប្អូនទាំងគ្នាពូពាក្យរបស់យើងចិត្តបិទទេណា